សួស្តីអ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាចង់បាននៅកម្មវិធីមួយឬក៏ app មួយដែលអាចជួយអ្នកទាំងអស់គ្នាក្នុងការបំលែងនៅឯកសារផ្សេងបានយ៉ាងងាយស្រួលបាននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពី app មួយដែលអាចជួយដល់អ្នកទាំងអស់គ្នាងាយស្រួលក្នុងការបំលែងនៅឯកសារមួយចំនួនដូចជា document ឬក៏ឯកសារផ្សេងទៀតបាទដែល app នោះមានឈ្មោះថា PDF 24បាទអញ្ចឹងដើម្បីទទួលបាននៅកម្មវិធីហ្នឹងអ្នកទាំងអស់គ្នាចូលទៅកាន់browser ណាមួយមកឥឡូវខ្ញុំចូលមកកាន់ Chrome បាទហើយអ្នកទាំងអស់គ្នាស្វែងរកពាក្យថា PDF 24សេពី PDF មក PDF 24បាទបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញនៅlink នៅខាងលើនេះដែលមានពាក្យថា PDF 24 solution for all PDF problem ណាយើងចុចនៅទីនេះមកបាទអញ្ចឹងទម្រង់នៃកម្មវិធីហ្នឹងមានរូបរាងបែបហ្នឹងហើយអ្នកទាំងអស់គ្នាចុចពាក្យថា download បាទបន្ទាប់ពីអ្នកទាំងអស់គ្នាទាញយកបានហើយអ្នកទាំងអស់គ្នាសូមតម្លើងវាមកណាបាទឥឡូវខ្ញុំមានapp នឹងស្រាប់បាទនេះទីនេះណាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើតាមដំណាក់កាលជំហាននីមួយៗមកហើយបន្ទាប់ពីអ្នកទាំងអស់គ្នា install វារួចរាល់ហើយអ្នកទាំងអស់គ្នាអាចបើកប្រើប្រាស់បានហើយឥឡូវខ្ញុំនឹងបង្ហាញពីរបៀបក្នុងការប្រើប្រាស់នៅកម្មវិធីនឹងតែម្ដងណាអញ្ចឹងនេះកម្មវិធីដែលខ្ញុំបានដំឡើងរួចរាល់គ្រាន់តែអ្នកទាំងអស់គ្នាចូលទៅកាន់កម្មវិធីនឹងមកយើងនឹងឃើញមាននៅទម្រង់ជាច្រើនណាដែលអាចជួយឲ្យយើងបំលែងនៅឯកសារផ្សេងបាទមានដូចជាបណ្ដាញ PDF បាទមើល PDF compress បាទមាន edit មាន convert ផ្សេងណាច្រើនបាទអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាខ្លះអំពីរបៀបក្នុងការប្រើប្រាស់បាទអញ្ចឹងទី1 organize PDF បើសិនបើបងប្អូនទាំងអស់គ្នាចង់បំលែងនៅសំទោសចង់ដកចេញនៅឯកសារណាមួយពី PDF របស់យើងបាទយើងអាចប្រើប្រាស់នៅកន្លែង organize PDF នេះបានណាអញ្ចឹងចុចទៅកាន់ទីនឹងមកយើងនឹងចូលមកកាន់កន្លែងនេះបន្ទាប់មកអ្នកទាំងអស់គ្នាសូមជ្រើសនៅ file ណាមួយដែលអ្នកទាំងអស់គ្នាចង់យកមកដកនៅឯកសារនោះចេញឥឡូវខ្ញុំឧទាហរណ៍ថាបាទខ្ញុំចង់ដកនៅឯកសារណាមួយខ្ញុំចូលទៅកាន់ file យកពាក្យថា open បន្ទាប់មកខ្ញុំរើសនៅ file ណាមួយដែលខ្ញុំចង់ដកចេញខ្លះបាទឥឡូវខ្ញុំយក PDF 12នេះចុះចុចពាក្យថា open អូខេអញ្ចឹងនៅក្នុង file PDF នេះវាមាន2សន្លឹកកិច្ចការណាដែលមានហើយខ្ញុំអត់ចង់បាន2ទេខ្ញុំចង់បានតែមួយសន្លឹកកិច្ចការទេឥឡូវខ្ញុំគួរធ្វើយ៉ាងម៉េចអញ្ចឹងដំបូងអ្នកទាំងអស់គ្នាទាញវាយកមកដាក់កន្លែងនេះហើយយើងចង់បានសន្លឹកកិច្ចការណាមួយសូមអ្នកទាំងអស់គ្នាចុចមកលើវាហើយអូសមកក្រោមមកណាបាទនោះវានឹងបំលែងវានឹងទាញយកនៅសន្លឹកកិច្ចការនោះមកដាក់នៅខាងក្រោមហើយបាទឥឡូវខ្ញុំចង់បានតែមួយនឹងទេហើយតបមកអ្នកទាំងអស់គ្នាចុចខ្វែងខាងលើនឹងមកបើសិនបើអ្នកទាំងអស់គ្នាចង់បានតែមួយបាទបន្ទាប់មកនៅពេលដែលអ្នកទាំងអស់គ្នាបានប៉ុណ្ណឹងហើយសូមកលេចមកខាងលើណាបើសិនបើយើងចង់រក្សាទុកនៅឯកសារហ្នឹងចុចពាក្យថា save បាទបន្ទាប់មកនៅទីនេះអ្នកទាំងអស់គ្នាមិនបាច់ធ្វើអីទេណាយើងមើលទៅកន្លែងពាក្យថា custom ចុចទៅលើពាក្យថា custom បាទបន្ទាប់មកអ្នកទាំងអស់គ្នាក៏លេចមកខាងក្រោមបន្តិចនឹងឃើញពាក្យថា continue បាទចុចលើពាក្យថា continue ហើយសូមរកកន្លែងរក្សា file ហ្នឹងបាទឥឡូវខ្ញុំយក desktop ខ្ញុំសរសេរពាក្យថា12បាទខ្ញុំឧទាហរណ៍ណាឥឡូវខ្ញុំដាក់ថានេះចូលណា QQ ចឹងចាស់ហើយខ្ញុំចុចពាក្យថា save បាទចុចពាក្យថា save លោកចាំបន្តិចអូខេឥឡូវនេះឯកសារនេះយើងបាន save រួចរាល់ហើយឥឡូវខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងទៅរកមើលឯកសារមិញខ្ញុំសរសេរពាក្យថា QQ នៅទីណា
នេះបាទនៅទីនេះបាទនេះគឺជាឯកសារដែលខ្ញុំបានបំលែងវាបាញ់មិញមានន័យថាខ្ញុំបានដកចេញនៅសិលឹកកិច្ចការមួយចំនួនចេញពីឯកសារហ្នឹងឥឡូវខ្ញុំបាទឲ្យមើលអញ្ចឹងយើងឃើញថាកិច្ចការនេះគឺត្រូវបានកាត់ចេញមួយណាមួយសន្លឹកហើយនៅសល់តែមួយទៅតាមអ្វីដែលយើងចង់បានហើយបាទអរគុណហើយមួយទៀតអ្នកទាំងអស់គ្នាចូលមកកាន់ទីនឹងដដែលបាទឥឡូវខ្ញុំបិទកម្មវិធីនឹងសិនខ្ញុំបើកវាម្ដងទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបក្នុងការបំលែង PDF ទៅកាន់រូបភាពឬយើងហៅថា JPG ណាអញ្ចឹងនៅទីនេះយើងឃើញមានពាក្យថា PDF to image ចុចទៅលើនឹងមកបាទបន្ទាប់មកអ្នកទាំងអស់គ្នាឃើញពាក្យថា choose file ចុចទៅលើពាក្យថា choose file ហើយយើងទៅរកfile របស់យើងដែលយើងចង់បំលែងវាទៅជារូបភាពហ្នឹងឥឡូវខ្ញុំរក file មួយដែលខ្ញុំបានសរសេរបាញ់មិញនៅក្នុង desktop choose បាទចុចពាក្យថា open អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាទាញវាដាក់ក្នុងនោះហើយកលេចមើលខាងក្រោមបន្តិចអ្នកទាំងអស់គ្នាឃើញពាក្យថា convert ចុចលើវាមកណារកចាំបន្តិចបាទនៅពេលដែលអ្នកទាំងអស់គ្នាចុចមកដល់ទីនេះបាទអ្នកទាំងអស់គ្នាកលេចមើលនៅខាងស្ដាំដៃបន្តិចនឹងឃើញពាក្យថា save file ណាបាទ save នេះអត់ save ក៏អត់ទេណាអ្នកទាំងអស់គ្នាបាទយើងចុចកន្លែងនេះបាទចុចពាក្យថា save file ឬកន្លែងដែលយើងចង់ទុកនៅលើ PDF បាទ choose one ចឹងចុចពាក្យថា save ដោយសារតែខ្ញុំចុចសាថ្មី choose ចឹងចាស់ចេញ desktop JPG សូមម្ដងទៀតណាអូខេឥឡូវនេះខ្ញុំបានចុចវាដើម្បីបំលែងទៅជារូបភាពហើយឥឡូវយើងទៅមើលទាំងអស់គ្នាបាទនេះនៅទីនេះណាអញ្ចឹងនេះគឺជាឯកសារដែលយើងបានបំលែងវាបាទពី PDF ទៅកាន់រូបភាពណាដែលយើងអាចបំលែងបាននៅក្នុងកម្មវិធី PDF 24នេះបាទហើយយើងមានច្រើនទៀតណាអ្នកនរគ្នាអាចស្វែងរកបន្ថែមដោយខ្លួនឯងនៅក្នុងនោះបាទអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូសង្ឃឹមថាវីដេអូមួយនេះគឺជាផ្នែកមួយដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាបាទទទួលបាននៅចំណេះដឹងថ្មីបន្ថែមទៀតបាទអរគុណជួបគ្នានៅវីដេអូក្រោយ